គោលនយោបាយឬក៏ឯកសារផ្ទៃក្នុងនៃការគ្រប់គ្រងធនធាននោះគឺមានសារៈសំខាន់ណាស់ជាឯកសារពិគ្រោះបាទជាឯកសារផ្លូវការបាទជាឯកសារសម្រាប់គ្រប់គ្រងជំរាបសួរលោកគ្រូតើសារៈសំខាន់នៃគោលនយោបាយគ្រប់គ្រងធនធានមនុស្សមានអ្វីខ្លះដែរលោកគ្រូសូមអញ្ជើញបាទតាមពិតគោលនយោបាយឬក៏ឯកសារផ្ទៃក្នុងនៃការគ្រប់គ្រងធនធាននោះគឺមានសារៈសំខាន់ណាស់ជាឯកសារពិគ្រោះបាទជាឯកសារផ្លូវការបាទជាឯកសារសម្រាប់គ្រប់គ្រងជាឯកសារដែលយើងប្រើប្រាស់ពេលដែលយើងមានចំនួនឬក៏ពេលដែលយើងត្រូវការប្រើការអ្វីមួយក្នុងក្រុមហ៊ុនរបស់យើងអញ្ចឹងសរុបមកគឺឯកសារធនធានមនុស្សនេះជាឯកសារមួយដ៏សំខាន់សម្រាប់ក្រុមហ៊ុននីមួយៗដែលត្រូវតែមានក្នុងគោលបំណងដើម្បីជាប្រយោជន៍របស់ក្រុមហ៊ុនហ្នឹងខ្ញុំសូមទៅសំណួរបន្ទាប់តើអ្នកណាខ្លះដែលមានកាតព្វកិច្ចបង្កើតគោលនយោបាយសម្រាប់គ្រប់គ្រងធនធានមនុស្ស HR ជាអ្នកបង្កើតតបពីកើតហើយដោយប្រើប្រាស់ហើយគេហៅថាគោលនយោបាយរបស់ក្រុមហ៊ុនបាទទី1ហ្នឹងគឺ HR ឬក៏ធនធានមនុស្សឯងគឺជាសម័យក្រុមឬក៏សម័យ department ដែលគាត់ដូចផ្ដើមក្នុងការបង្កើតឯកសារធនធានមនុស្សទី2មានមេផ្សេងទៀតគាត់ចូលរួមបង្កើតដែរបាទមាន CEO មាន GM ឬក៏មាន owner ជាដើមនេះមកជួយពិនិត្យមកជួយវិតម្លៃដើម្បីឲ្យឯកសារផ្នែកគ្រប់គ្រងធនធានមនុស្សឲ្យកាន់តែប្រសើរឲ្យកាន់តែមានប្រសិទ្ធភាពហើយធ្វើយ៉ាងណាឲ្យកាន់តែស៊ីជម្រៅចឹងហ៎តើនឹងមានផលលំបាកអ្វីខ្លះបើសិនបើក្រុមហ៊ុនគ្មានគោលនយោបាយគ្រប់គ្រងធនធានមនុស្សទី1ពេលដែលគាត់ធ្វើការជាមួយបុគ្គលិកគាត់នឹងអាចអយុត្តិធម៌ចំពោះបុគ្គលិកមួយចំនួនបាទទេថាបុគ្គលិកខ្លះគាត់ប្រើអារម្មណ៍ក្រុមហ៊ុនដែលអត់មានគោលនយោបាយគឺលំបាកគាត់មានភាពមិនស្មើគ្នាមានភាពអយុត្តិធម៌ក្នុងការនិយាយជាមួយបុគ្គលិកនេះចំណុចទី1ចំណុចទី2ពេលដែលគាត់ខ្វះឯកសារពិគ្រោះឬក៏ខ្វះគោលនយោបាយអញ្ចឹងក្រុមហ៊ុនគាត់មើលទៅជាក្រុមហ៊ុនដែលខ្វះបែបវិជ្ជាជីវៈមិនមែនជាក្រុមហ៊ុនបែប professional ទេចំណុចទី3កាលណាខ្វះគោលនយោបាយក្នុងការគ្រប់គ្រងធនធានមនុស្សនេះយើងមើលទៅអញ្ចឹងវាមិនខុសពីប្រទេសមួយទេប្រទេសមួយគឺមានច្បាប់រដ្ឋឬក៏រដ្ឋធម្មនុញ្ញហើយគោលនយោបាយដូចគ្នាដែរគឺគេត្រូវការគោលនយោបាយនេះដើម្បីពិគ្រោះដើម្បីដោះស្រាយបញ្ហាផ្សេងបាទចំណុចទី4ពេលដែលខ្វះគោលនយោបាយហ្នឹងគឺបុគ្គលិកគាត់ធ្វើទៅគាត់នឹងមានការស្រងាក់ចិត្តឬក៏យើងមានការមិនពេញចិត្តដោយសារតែយើងខ្វះឯកសារពិគ្រោះបាទអញ្ចឹងសរុបឲ្យខ្លីមកឯកសារគោលនយោបាយនេះគឺឯកសារសំខាន់ណាស់ចាអរគុណច្រើនលោកគ្រូវគ្គសិក្សាអំពីការសរសេរគោលនយោបាយគ្រប់គ្រងធនធានមនុស្សនេះនឹងរៀបចំឡើងជំនួសមួយថ្ងៃពេញគឺនៅថ្ងៃទី12ខែកក្កដាឆ្នាំ2026ខាងមុខនេះតម្លៃត្រឹមតែ$80តែប៉ុណ្ណោះបញ្ចុះតម្លៃនៅសល់ត្រឹមតែ$50សម្រាប់10នាក់ដំបូងព័ត៌មានលម្អិតសូមធ្វើការតាក់ទងមកយើងខ្ញុំឥឡូវនេះសូមអរគុណ